ជំរាបសួរប្រិយមិត្តជាទីមេត្រីជួបជាមួយនឹងខ្ញុំបាទ MB មើលរឿងដែលយប់សម្រាប់ថ្ងៃនេះផងដែរខ្ញុំមិនមែនតគ្នាបន្តនៅរឿងកណ្ដាំដៃប្រហាមីបន្តទៀតអញ្ចឹងចុះនៅថានៅក្នុងពេលនេះលោកមកបណ្ដានោះកុំភ្លេចតាមបានជាមួយនឹង admin ទាំងអស់គ្នាអូខេអ្នកនរគ្នាមុនពេលដែលយើងចូលទៅទស្សនារឿងនេះខ្ញុំបាទ admin មើលរឿងដែលយប់ក៏សូមណែនាំប្រិយមិត្តទាំងអស់គ្នាដែលនិយមចូលចិត្តប្រើការ Bluetooth ងាកមកមើល brand Zombie Cat ដែលមានការរចនាបថទាន់សម័យស័ក្តិសមជាមួយនឹងប្រិយមិត្តយុវវ័យទាំងអស់គ្នា Zombie Cat Cambodia នាំមកជួយនឹងការដែលមានគុណភាពសម្លេងឮច្បាស់បាសបុកល្អមិនមានសម្លេងរ៉ែពាក់មិនឈឺត្រចៀកព្រមទាំងមានមុខងារកាត់សម្លេងរំខាន ANC Mode ថែមទៀតផង Zombie Cat Cambodia មានការរចនាបថ design ទាន់សម័យប្លែកភ្នែកតែម្ដងហើយនេះសូម្បីតែ admin ក៏ប្រើវាដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចាប់ផ្ដើមធ្វើការកំងទិញអាចឆាទៅសួរ page Zombie Cat Cambodia ទាំងអស់គ្នាសម្រាប់លេខទូរស័ព្ទ admin នៅលើវីដេអូមុននឹងយើងចូលទៅសាច់រឿងកុំភ្លេច subscribe like និង share Facebook admin page ម្នាក់មួយផងណាសាច់រឿងនៅក្នុងពាក្យទី2នេះ Sting ព្រមទាំងកូនប្រុសរបស់គាត់ក៏បានបោះសេះចេញទៅខាងក្រៅប្រយុទ្ធយ៉ាងក្លាហានកំបិតភ្លើងរបស់ Sting កាប់មកប្រមដងធ្វើឲ្យកោតរបស់ Sufa ដេកដួលរៀបលើដីចំណែកឯហួយមូអេឡានីគីសបាយបំពល់គេខ្លាំងណាស់ក៏ត្រូវ Sting កាប់ប្រាច់ដៃរបស់គេតែម្ដងមនុស្សរបស់អាណាចក្រអមតៈក៏ចាប់ផ្ដើមឆ្ងល់តែម្ដងថាហេតុអ្វីមិនជា Sting អាចប្រើកំបិតរបស់គេកាប់ទៅលើហួយមូបានសម្រេចបែបនេះហើយសូម្បីតែកូនប្រុសរបស់គាត់វូកាងក៏ឈរពីសមត្ថភាពរបស់ឪពុកគាត់ដែរហួយមូស្រែកដោយគួររអញ្ចឹងមានអីគេក៏ប្រមូលព្រមតែមកពុលពិសេសរបស់គេបញ្ជីសម្រុកមកលើ Sting យកតែម្ដងចៃដន្យកំបិតរបស់គាត់នេះមានអានុភាពខ្លាំងណាស់គាត់ក៏បានបញ្ជាវាកាប់ទៅលើហួយមូបន្ថែមទៀតធ្វើឲ្យគេដាច់ដៃដាច់ជើងហើយរបួសនឹងខ្លួនទៀតផងដល់ចុងក្រោយចូល Super គាត់តែម្ដងSting ក៏ប្រហារមកលើហួយមូយ៉ាងច្រើនក្បិតដូចគេចុចដៃលេងហ្គេមអញ្ចឹងកាប់យកតែម្ដងចុងក្រោយបំរុងនឹងផ្ដាច់ជីវិតហួយមូទៅហើយក៏ទៅតាន់គួយលួចមកប្រើកម្លាំងដៃរបស់គេធ្វើឲ្យ Sting ហោះខ្ទាតទៅយ៉ាងឆ្ងាយវូកានិងកូនទ័ពទាំងអស់ក៏បាក់ទឹកចិត្តយ៉ាងខ្លាំងឃើញ Sting ខ្លួនឯងត្រូវវាយចាញ់គេតាន់គួយគិតថាកម្លាំងដៃរបស់គេនេះអាចបដួល Sting បានហើយតាគេក៏ងាកមករកវូកាវិញម្ដងប៉ុន្តែចៃដន្យ Sting មិនទាន់ស្លាប់ឯណាក៏លួចមកជួយកូនប្រុសរបស់ខ្លួនតាន់គួយក៏ហត់មកបុកធម្មពលគ្នាជាមួយនឹង Sting ចឹងដឹងថាអ្នកណាមានធម្មពលខ្លាំងជាងតាន់គួយធម្មពលរបស់គេឈ្មោះថា Golden Warrior នៅក្នុងចំណោមអ្នកដែលមានវិជ្ជាពិសេសមានតែប្រមាណអ្នកតែប៉ុណ្ណោះដែលអាចយកឈ្នះនឹងកម្លាំងរបស់គេនេះបានអាកតតាន់គួយនេះក៏បើកធម្មពលភ្នែក3របស់គេបញ្ចេញពន្លឺពណ៌មាសចង់បំបាក់ Sting យកតែម្ដងប៉ុន្តែឯក្រទឹកនឹងដាវមួយគូរបស់ Sting នេះក៏បានបញ្ចេញនូវអានុភាពរបស់វាធ្វើឲ្យអាក្រមមួយនេះស្រាប់តែដុសស្លាប់ចេញមកបង្ហាញនូវអវតាររបស់ខ្លួនដែលជាហង្សភ្លើងធ្វើឲ្យតាន់គួយដាច់ផ្ងាទៅក្រោយតែជីដែលចូលលើក្បាលនេះនឹងគ្នារបស់គេមិននឹកស្មានថាមនុស្សធម្មតាអាចមានអានុភាពដល់ថ្នាក់នេះនោះទេគេថែមតែនិយាយថាបើពួកគេអាចទប់ទល់ជាមួយនឹងយើងបានហើយអញ្ចឹងគួរតែលេងឲ្យអស់ដៃទៅនិយាយហើយគេក៏ប្រើភ្លើងអាគីរបស់គេបាញ់មករកវូកាំងតែក៏ទៅម្ដាយរបស់គាត់ហក់មករកតន់ហើយនេះតាមពិតសូម្បីតែម្ដាយរបស់ព្រះអង្គម្ចាស់វូកាំងជានេះក៏មានធម៌ពលពិសេសផងដែរហើយរហស្សនីយរបស់គាត់គឺកញ្ជោងព្រះច័ន្ទវូកាំងឃើញម្ដាយរបស់ខ្លួនអាចទប់ទល់ជាមួយនឹងធម៌ពលរបស់ពួកគេបានគាត់ក៏ចាប់ផ្ដើមឆ្ងល់តែម្ដងដំបូងស្មានតែមានតែឪពុករបស់ខ្លួនទេឥឡូវនេះថែមតែមានម្ដាយមួយទៀតដែលអាចប្រើធម៌ពលពិសេសបានឃើញថាកូនរបស់គាត់មានចិត្តសង្ស័យបែបនេះម្ដាយរបស់ព្រះអង្គម្ចាស់វូកាំងក៏បាននិយាយប្រាប់ទៅកូនប្រុសថាតាមពិតឪពុករបស់ឯងហើយនឹងម៉ាក់ពួកយើងគឺមកពីអាណាចក្រអមតៈដោយសារតែការជិះជាន់របស់ពួកគេនឹងចង់លាក់បាំងផងនោះយើងក៏ចាក់ចេញឆ្ងាយពីពួកទាំងអស់នោះទៅហើយពួកយើងក៏សម្រេចចិត្តមកសាងជីវិតថ្មីនៅលើទឹកដីមួយនេះដែលឃុំធម៌ពលខ្លួនឯងជាប់ប៉ុន្តែគ្រប់យ៉ាងគឺជាវាសនាពិតមែនអ្វីក៏ដោយគឺមិនអាចលាក់បាំងរហូតបាននោះទេឯក្រនឹងដើមមួយគូរបស់ Sting ក៏ចាប់ផ្ដើមស្រូបចូលឈាមនៅក្នុងខ្លួនរបស់គាត់ដែលពាក់នេះរួចបញ្ចេញមកវិញនៅធម៌ពលកាន់តែខ្លាំងទៅដោយសារតែអានុភាពនេះហើយទើបធ្វើឲ្យមេប៉ាអាណាចក្រអមតៈហៃឡុងលេចរូបរាងចេញមកគ្រាន់តែចាប់ផ្ដើមបញ្ចេញសម្លេងក្រហមរបស់គេក៏ធ្វើឲ្យមនុស្សគ្រប់គ្នាបាក់លួមតែម្ដងម្ដាយរបស់វូកាំងបាននិយាយប្រាប់កូនប្រុសថានេះគ្រាន់តែជាសម្រែករបស់ហៃឡុងនេះគេមិនងាយចេញមកនោះទេមើលទៅប្រហែលជាអានុភាពរបស់ឪពុកឯងហើយទើបបានធ្វើឲ្យគេបង្ហាញខ្លួនបែបនេះមិនយូរប៉ុន្មានហៃឡុងក៏លេចរូបរាងចេញមកហើយមើលទៅគ្រាន់តែហមមកនេះប៊ីតែនឹងធ្វើឲ្យអ្នកនៅចិត្តនោះឈឺក្បាលស្លាប់អស់ទៅហើយហៃឡុងក៏និយាយប្រាប់Stingថាឆាប់លុបជង្គង់ចូលទៅបើមិនចង់ឲ្យក្បាលរបស់ឯងធ្លាក់ដល់ដីសមត្ថភាពដូចជាឯងចង់ប្រយុទ្ធជាមួយនឹងយើងតែសមដែរទេឯងគ្រាន់តែជាទាសករតែប៉ុណ្ណោះបើគ្មានអាណាចក្រអមតៈទាសករដូចជាឯងមិនអាចរស់នៅដល់ពេលនេះនោះទេStingក៏ស្រែកតបទៅវិញថាអាណាចក្រអមតៈស្អីទោះជាគ្មានពួកឯងមនុស្សគ្រប់គ្នាទាំងអស់ក៏អាចរស់នៅដោយមានសុខសន្តិភាពបានដែរនិយាយហើយStingក៏ប្រើកំបិតរបស់គាត់ហោះកាប់សម្ដៅមកលើហៃឡុងប៉ុន្តែធម្មពលបិសាយម្នាក់នេះពិតជាមានអានុភាពខ្លាំងណាស់គ្រាន់តែក្រឡោះដៃតែបន្តិចក៏ធ្វើឲ្យStingខ្ទាតទឹកក្រោយឡើងអូតឈាមយ៉ាងខ្លាំងហៃឡុងក៏ប្រើវិជាគុំខ្លួនទៅពីអ្នកជាមួយនឹងStingហើយក៏បាននិយាយថាមនុស្សដែលមានវិជាអមតៈដូចជាយើងគ្មាននរណាម្នាក់អាចយកឈ្នះបាននោះទេហើយបើត្រឹមជាមនុស្សដូចជាឯងចង់យកឈ្នះជាមួយនឹងយើងមានតែឯងគឺជាទេវតាឮបែបនេះStingសោយតែម្ដងថា
បើឯងដឹងថាមនុស្សដូចជាយើងអាចយកឈ្នះឯងបានហើយឯងចាំបាច់អីមកប្រកួតជាមួយយើងធ្វើអ្វីអញ្ចឹងមានន័យថាយើងគឺជាទេវតាហើយអាល្ងងនិយាយបែបនេះហើយក៏ធ្វើឲ្យហៃឡុងខឹងយ៉ាងខ្លាំងតែម្ដងអាកុំអ្នកនេះក៏ប្រើវិជារបស់គេចង់ដករួមហងភ្លើងដែលគេធ្លាប់ប្រើតាំងពី600ឆ្នាំមុនមកម្លេះតែយ៉ាងណាស្ដេចស៊ីងក៏នៅតែប្រឹងអស់ពីសមត្ថភាពរបស់គាត់ដើម្បីយកឈ្នះមេបិសាចម្នាក់នេះឲ្យទាល់តែបានកំបិតរបស់គាត់ហោះសម្ដៅទៅលើហៃឡុងជាច្រើនលើកជាច្រើនដងតែនៅតែមិនអាចធ្វើអ្វីគេបានពូកែមិនអាចចិត្តឃើញឪពុកស្លាប់នោះទេគាត់ក៏ព្យាយាមរត់ចូលទៅជួយតែមិនអាចបំបាយនៅរបាំងការពាររបស់ហៃឡុងបានហៃឡុងក៏ប្រើវិជារបស់គេបន្ថែមទៀតបំរុងដកយកស្លាបហងភ្លើងនេះចេញពីខ្លួនរបស់ស្ដេចស៊ីងតែម្ដងនៅក្នុងពេលនេះដែរក៏មានបរិយាម្នាក់លួចចូលមកជួយគាត់ដែលគាត់នេះមានឈ្មោះថាស៊ឺជីសមត្ថភាពរបស់គាត់គឺដើរសង្កត់មេឃហើយនេះគាត់ត្រូវជាពូរបស់វូកានទេផងដែលរបស់គាត់មួយនេះអាចបំបាយនៅរបាំងការពាររបស់ហៃឡុងបានយ៉ាងស្រួលមិនចាំយូរស្ដេចស៊ីងនិងស៊ឺជីក៏រួមដៃគ្នាសម្រុកវាយទៅលើបិសាចម្នាក់នេះវាយទៅវាយមកក៏នៅតែមិនអាចប៉ះសាច់ហៃឡុងសូម្បីតែបន្តិចឃើញថាការប្រកួតនេះគួរឲ្យចាប់អារម្មណ៍ស៊ឺស៊ីងបរោះឲ្យក្រោះទឹកក៏ហក់ចូលមកសាឡបងជាមួយនឹងស៊ឺជីតែមានអីក៏ត្រូវមួយដៃរបស់គាត់ប៉ើងទៅក្រោយចំណែកឯអាកើនេះវិញនៅក្នុងពេលដែលមានភាពចលាចលទូទាំងក្រុងគេក៏បានមកវិញគ្នាជាមួយនឹងប៉ៃខៃជាតែដើរទៅដើរមករហូតដួលសន្លប់នៅកន្លែងមួយបាត់ទៅស៊ឺជីនិងស៊ីស៊ីងពួកគេក៏ចាប់ផ្ដើមប្រយុទ្ធគ្នាថាពលអារូរ៉ារបស់ស៊ីស៊ីងបញ្ចេញអានុភាពជាមួយនឹងឆ្កែចចោផុសសម្ដៅមកលើស៊ឺជីតែម្ដងប៉ុន្តែដែលសង្កត់មេរបស់គាត់នេះក៏មិនធម្មតាដែរនេះវាអាចបំបីថាពលឆ្កែចចោនិងចាក់ទម្លុះខ្លួនប្រារបស់ស៊ីជីងបានទេផងតែយ៉ាងណាមើលទៅថាពលអារូរ៉ារបស់គេនេះក៏មានអានុភាពមិនធម្មតាដែរចំណែកស្ដេចស៊ីងយើងខំប្រឹងអស់ពីសមត្ថភាពរបស់គាត់ទើបអាចធ្វើឲ្យហៃឡុងបួតដៃតែបន្តិចបន្តួចមានវិស័យម្នាក់នេះអស់រយៈពេលជាង10ឆ្នាំមកហើយទើបតែថ្ងៃនេះទេដែលគេមានរបួសដៃតែបន្តិចនេះគ្រាន់តែប៉ុណ្ណឹងហៃឡុងឡើងកម្ដៅតែម្ដងគេក៏ប្រើសំណប់ចិត្តរបស់គេទាំងពីរខំស្លាបហងភ្លើងនៅលើខ្លួនរបស់ស្ដេចស៊ីងរហូតដាច់ចេញពីខ្លួនរបស់គាត់តែម្ដងស្លាបក៏ត្រូវបាត់បង់ជីវិតរបស់គាត់ក៏ត្រូវអស់វូកាងបានត្រឹមតែមើលឃើញឪពុកស្លាប់នៅក្រោមជើងរបស់ហៃឡុងតែប៉ុណ្ណោះចុងក្រោយបើទោះបីជាត្រូវស្ដាប់ស្ដេចស៊ីងក៏នៅតែក្រោកឈរស្លាប់ទាំងបាត់ភ្នែកសូមសរសើរគាត់មែនចំណែកស៊ីជីដែលសារតែគាត់អាឡែរវល់ប្រយុទ្ធជាមួយនឹងស៊ីស៊ីងទើបមិនបានជួយស្ដេចស៊ីងចុងក្រោយក៏សុខចិត្តបន្តដៃឲ្យពួកគេយកគាត់ទៅតែម្ដងហើយឡុងបន្ទាប់ពីគេសម្លាប់ស្ដេចស៊ីងបានហើយគេក៏ត្រឡប់ទៅអាណាចក្ររបស់គេវិញវូកាងខំរត់មករកឪពុករបស់គាត់ដែលលាចាកលោកនេះបានទៅហើយកងទ័ពរបស់ស្ដេចស៊ីងក៏ត្រូវចុះចាញ់នៅក្នុងសមរភូមិមួយនេះបន្ទាប់ពីនឹងមកប្រពន្ធរបស់ស្ដេចស៊ីងក៏បាននាំកូនប្រុសរបស់ខ្លួនវូកាងឡើងទៅលើដំបូលសំណាក់មួយដើម្បីឲ្យគេជួបជាមួយនឹងឪពុករបស់ខ្លួននៅនីតិចុងក្រោយវូកាងគ្រាន់តែឃើញឪពុកភ្លាមសប្បាយចិត្តគ្មានអ្វីប្រៀបស្ដេចស៊ីងបានត្រឹមតែនិយាយប្រាប់ទូប្រុសរបស់យើងថាពីពេលនេះទៅពុកលែងនៅទីនេះតទៀតហើយអញ្ចឹងកូនត្រូវចាំថាមើលថែក្រុងស៊ីងនិងប្រជាជនឲ្យបានល្អអាណាចក្រអមតៈមិនមានអ្នកណាអាចកម្ចាត់បាននោះទេប៉ុន្តែពុកជឿថាកូនអាចធ្វើបាននិយាយហើយព្រលឹងរបស់ស្ដេចស៊ីងក៏បានរលាយបោបាត់ទៅចំណែកម្ដាយរបស់វូកាងគាត់ដឹងមុនបានទៅហើយថាប្តីរបស់គាត់ប្រកាសជាស្ដាប់នៅក្នុងការប្រយុទ្ធគ្នារវាងហៃឡុងនេះទើបអញ្ចឹងតែបានជាគាត់អាចទប់ចិត្តរបស់ខ្លួនឯងបានបន្ទាប់ពីនឹងមកទៀតកូនប្រុសរបស់ស្ដេចស៊ូហ្វាក៏បានវាយចូលទៅដល់ក្នុងក្រុងបានសម្រេចហើយក៏សម្លាប់ទាហានរបស់ស្ដេចស៊ីងចោលទាំងអស់លោកបេតបអានខំប្រឹងរហូតទប់ទល់លែងជាប់ណាមួយគាត់ក៏ត្រូវរបួសរបស់ទាហានសៃហ្វាចាក់រើគាត់ប្រមាណដងទៀតផងចំណែកឯមន្ត្រីដែលធ្លាប់បម្រើស្ដេចស៊ីងក៏ប្រែមកជាក្បត់ឈរបង្ហាញផ្លូវឲ្យស៊ូសាវឡើងទៅរកវូកាងនិងម្ដាយរបស់គេនៅខាងលើមុនពេលដែលកងទ័ពឡើងមកដល់ខាងលើម្ដាយរបស់វូកាងដូចជាចង់ប្រើវិជាអ្វីមួយចឹងបន្តិចក្រោយមកក្រុមទាហានរបស់សៃហ្វាក៏នាំគ្នាឡើងទៅចាប់តួប្រុសរបស់យើងតែចៃដនក៏ស្រាត់តែលេចរូបនាងនារីម្នាក់ដើរកាន់ផ្លិតចេញមកនាងមិននឹងដើរមកពីណាពីណីនោះទេឃើញចឹងមន្ត្រីចិត្តអាក្រក់នៅនោះក៏ស្រែកថាតើនាងនេះមកពីណាអញ្ចេះទាហានទាំងអស់ឆាប់ចាប់ខ្លួននាងភ្លាមទៅមីតបានចាប់អីនារីម្នាក់នោះក៏បកផ្លិតរបស់នាងធ្វើឲ្យទាហានទាំងអស់ធ្លាក់ចូលមកក្រោមចំណែកមន្ត្រីចិត្តអាក្រក់ម្នាក់នោះវិញក៏ត្រូវខ្វាក់គ្រាប់ភ្នែកមួយជំនាញទៀតផងនារីបកផ្លិតម្នាក់នេះដើរមកហៅម្ដាយរបស់វូកាងថាជាប្អូនស្រីរបស់គាត់ទៀតផងមិនត្រឹមតែប៉ុណ្្នឹងនោះទេនាងថែមទាំងនិយាយថាបងមិននឹកស្មានតែប្អូនមកលាក់ខ្លួនសំងំនៅឋានមនុស្សបែបនេះនោះទេហើយនាងថែមទាំងមានកូនប្រុសទៀតណោះរស់នៅជាមួយនឹងពួកយើងមិនល្អឬក៏យ៉ាងម៉េចបានជាប្អូនស្រីសុខចិត្តលះបង់យ៉ាងនេះឥឡូវនេះស្ដេចស៊ីងស្លាប់បាត់ទៅហើយអញ្ចឹងឯងត្រូវត្រឡប់ទៅអាណាចក្រអមតៈវិញជាមួយយើងនិយាយបែបនេះហើយម្ដាយរបស់វូកាងក៏បដិសេធមិនចង់ត្រឡប់ទៅវិញនោះទេរួចក៏ធ្វើឲ្យនារីកាន់ផ្លិតម្នាក់នេះកាន់តែក្តៅក្រហាយគេក៏ប្រើវិជារបស់គេបំរុងចាប់ម្ដាយរបស់វូកាងទៅហើយតែបើជាទូប្រុសរបស់យើងរត់មកពាំងធ្វើឲ្យគាត់ត្រូវរបួសយ៉ាងខ្លាំងមើលទៅនេះអាចជាព្រីងវិស្តារបស់គាត់ផងឬក៏យ៉ាងណាដែលម្ដាយរបស់គាត់ធ្លាប់តែនិយាយប្រាប់គាត់ពីមុនមកនៅចុងក្រោយនេះម្ដាយរបស់វូកាងក៏ប្រើវិជាដុតភ្លើងរួចដកយកកំបិតមកចាក់ទម្លុះបេះដូងទូប្រុសរបស់យើងទៅវិញមើលទៅគាត់មិនដឹងថាគិតអីនោះទេតែយ៉ាងណាទីនោះកុំភ្លេចតាមដានទស្សនានៅពាក្យបន្តជាមួយនឹង admin ទាំងអស់គ្នាណាអរគុណសម្រាប់ការតាមដានរឿងនេះពីដើមដល់ចប់ខ្ញុំបាទ admin បរិយាយជប់
ក៏សូមគ្រប់លានដល់អ្នកទាំងគ្នាត្រឹមនេះសិនជួបគ្នានៅវីដេអូក្រោយៗទៀត